សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងថាតើទម្លាប់អាក្រក់អ្វីខ្លះរបស់អ្នកជំងឺដែលបណ្ដាលឲ្យធ្លាយក្រពះយើងដឹងហើយភាពរីកចម្រើនរបស់សង្គមឥឡូវនេះគឺសម្បូរបែបមែនទែនក្នុងនោះគឺយើងនិយាយទៅលើអាហារបរិភោគភេសជ្ជៈគ្រឿងកំប៉ុងអញ្ចឹងមិនដែរគឺដោយគុណប្រយោជន៍ពីអាហារសម្បូរបែបទាំងអស់នោះក៏វាផ្ដល់ផលប៉ះពាល់មកវិញដែរដល់សុខភាពហើយអាហារខ្លះបើយើងបរិភោគវាច្រើនញយដងពេកឬជាទម្លាប់អញ្ចឹងវាអាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរផងដែរហើយតើទម្លាប់អាក្រក់ដែលបណ្ដាលឲ្យធ្លាយក្រពះមានអ្វីខ្លះទី1គឺអាហារបរិភោគនឹងប្រភេទអាហារហ្នឹងគឺអាចបរិភោគអាហារជីនឆា fast food ហឹលឬផឹកពេទ្យគ្រឿងកំប៉ុងផឹកស្រាបៀរច្រើនពេកលើសកំណត់វាលើសលប់ពេកក្នុងការបរិភោគអាហារនេះដែរគឺបរិភោគអាហារពេលយប់ជ្រៅពេកហើយយើងបរិភោគអាហារយប់ជ្រៅពេកក៏បណ្ដាលឲ្យធ្លាយក្រពះដែរព្រោះដោយសារតែពេលដែលយើងបរិភោគអាហារទៅនឹងដាក់បន្ទុកទៅលើក្រពះខ្លាំងមិនបរិភោគអាហារពេលព្រឹកមិនបរិភោគអាហារពេលព្រឹកមានន័យថាព្រឹកឡើងភ្ញាក់ពីគេងគឺអត់បរិភោគអាហារទេទៅរៀនទៅធ្វើការពោះទេតម៉ោងបាន10 2:10 កន្លះមួយបានញ៉ាំបាយអញ្ចឹងមិនដែរពេលព្រឹកគឺក្រពះយើងធ្លាប់ញ៉ាំអាហារអញ្ចឹងក្រពះយើងបញ្ចេញជាអាស៊ីតមកប្រមាថយើងចេញទឹកប្រមាថមកអញ្ចឹងដាក់បន្ទុកលើអីលើក្រពះគេងពោះទេពោះកំពុងតែឃ្លានមិនមែនមានន័យថាយើងញ៉ាំអាហារយើងគេងភ្លាមទេយើងញ៉ាំអាហារពីក្បាលល្ងាចមកត្រឹមម៉ោង9ចុះក្រោមកុំឲ្យលើនឹងព្រោះកាលណាយើងញ៉ាំលើនឹងទៅនោះវាចូលអាចំណុចខាងលើឲ្យញ៉ាំអាហារយប់ជ្រៅហើយផលប៉ះពាល់នឹងយើងនិយាយតាក់ទងទៅនឹងក្រពះទេព្រោះផលប៉ះពាល់ញ៉ាំអាហារយប់ជ្រៅនឹងមានផ្នែកប្រព័ន្ធពន្លឺអាហារផ្សេងទៀតអញ្ចឹងបើសិនជាយើងគេងផងឃ្លានអាហារផងអាហ្នឹងក៏ផ្ដល់ផលប៉ះពាល់មួយដែរព្រោះអាពេលយើងឃ្លានហ្នឹងមានន័យថាជាតិអាស៊ីតក្រពះយើងចាប់ដើមនៅសល់ហើយបញ្ចេញមកហើយដើម្បីអីគេដើម្បីផ្ញើឲ្យយើងឃ្លានអាហារទី2គឺរៀនច្រើនពេកមានសម្ពាធប្រឡងប្រជែងអីជាដើមឬក៏មានរឿងមិនសប្បាយចិត្តមានរឿងក្នុងចិត្តច្រើនមានការងារច្រើនមានទុកកង្វល់ច្រើនមានកិច្ចការត្រូវដោះស្រាយច្រើនដែលបណ្ដាលឲ្យមានការគិតច្រើនហ្នឹងអញ្ចឹងមិនវិញការព្រួយបារម្ភភាពតឹងតែង stress ហ្នឹងនាំឲ្យប្រព័ន្ធរំលាយអាហារត្រូវរងឥទ្ធិពលពីមជ្ឈមណ្ឌលប្រព័ន្ធប្រសាទដែលធ្វើឲ្យចរន្តឈាមចូលមកប្រព័ន្ធរំលាយអាហារហ្នឹងវាតិចវាអត់គ្រប់គ្រាន់អញ្ចឹងប្រព័ន្ធរំលាយអាហារវាទៅជាយ៉ាងម៉េចក៏ត្រាក់រួមតូចបំពង់រំលាយអាហារហ្នឹងបំពង់រំលាយអាហារយើងហ្នឹងអញ្ចឹងពេលរួមតូចទៅមិនវិញពេលហ្នឹងក្រពះនឹងបញ្ចេញអាស៊ីតក្រពះច្រើនលើសលប់ដែលងាយនឹងបណ្ដាលឲ្យយើងទៅជាកើតជំងឺរលាកដំបៅក្រពះដោយសារអាស៊ីតក្រពះហ្នឹងហើយហ្នឹងគឺជាដំណាក់កាលនៃការកើតជំងឺហើយជាពិសេសបើសិនជាយើងមិនបានព្យាបាលត្រឹមត្រូវក៏មិនបានបដូរទម្លាប់មកវិញទេទម្លាប់យើងនៅតែអាក្រក់អញ្ចឹងបណ្ដាលឲ្យទៅជាមហារីកក្រពះឬធ្លាយក្រពះហ្នឹងឯងហើយបងប្អូនកុំភ្លេចកែប្រែទម្លាប់ដែលខ្ញុំបានរៀបរាប់ខាងលើជាពិសេសគឺរបបអាហារនឹងគឺសំខាន់មែនតើហើយទៀតសោតតកតងពេលវេលាការងារ stress តឹងតែងអីយើងរកពេលដើរលេងមើលអ្វីដែលថ្មីផងអារឿងណាដែលមានកង្វល់អីអាហ្នឹងយើងចេះຕົកវាមួយឡែកទៅយើងដើរកំសាន្តមើលរឿងចូលរោងកុនមើលរឿងអីចឹងទៅដើរលេងតាមរមណីយដ្ឋានថតរូបមើលទេសភាពស្អាតអីចឹងទៅហើយចុងក្រោយសូមជូនពរបងប្អូនអរគ្នាមានសុខភាពល្អហើយកុំភ្លេច like subscribe វីដេអូនិង channel ខ្ញុំផងអរគុណ